បងចាត្បូងស្វាយកាន់វ៉ាន់ឆ្នៃរួចរាល់ហើយប៉ុន្តែនៅតែចម្រាញ់ចាពណ៌ត្បូងទៅតាមក្រមចាបងមកមើលឆ្នៃចារួចរាល់គឺថាត្បូងពណ៌ត្បូងទឹកត្បូងខុសគ្នាទាំងអស់តែម្ដងមានដូចគ្នាទេអញ្ចឹងយើងត្រូវតែធ្វើការចម្រាញ់ទៅតាមក្រមចាឲ្យទឹកពណ៌វាស៊ីគ្នាបងអរគុណច្រើនមែនតើសម្រាប់បងដែលបានចូលមើលវីដេអូខាងប្អូនកុំភ្លេចចុច Subscribe ដើម្បីទទួលបាននៅចាចំណេះដឹងត្បូងធម្មជាតិថ្មីជាច្រើនទៀតណាចាបងមើលនេះខុសគ្នាទាំងអស់តែម្ដងចាត្បូងធម្មជាតិពេលយើងឆ្នៃរួចគឺមានលក្ខណៈបែបហ្នឹងឯងបន្ទាប់ពីមិនទាន់រៀបឡើងជាឈុតរួចទេបងចាបងខ្លះធ្លាប់ឃើញបងអូនរៀបហើយជាឈុតស្រាប់បែបគាត់ថាឆ្នៃមកហ្នឹងគឺបានចង្ឈុតអញ្ចឹងតែតាមជាក់ស្ដែងគឺអត់ទេបងគឺយើងឆ្នៃបានរួមគឺវាមានចម្រោះពណ៌អញ្ចឹងឯងអញ្ចឹងយើងតតែយើងរើសចម្រាញ់ទៅតាមក្រមថែមទៀតទៅបានជាបានមកស្វារេមួយបានអរគុណច្រើនមែនទែនសម្រាប់បងបានចូលទស្សនា